រដ្ឋាភិបាលអាមេរិកបានយកចិត្តទុកដាក់ចំពោះផលប៉ះពាល់និងការរងគ្រោះចំពោះជីវភាពនិងលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរបណ្ដាលមកពីសង្គ្រាមឈ្លានពានរបស់ថៃនៅតាមទល់ដែនរបស់ខ្មែរអង្គការអន្តរជាតិទេសន្តិប្រវេសន៍ដែលធ្វើសកម្មភាពក្រោមជំនួយរបស់រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថាការកែម្អលំនៅឋាននិងការគាំទ្រដល់ការស្ដារឡើងវិញនូវបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋខ្មែរឲ្យមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរជាពិសេសសម្រាប់គ្រួសារដែលផ្ទះសម្បែងរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនបានបន្តទៅដល់ខេត្តឧត្តរមានជ័យហើយអង្គការអន្តរជាតិទេសន្តិប្រវេសន៍បន្តថាតាមរយៈការគាំទ្រពីរដ្ឋាភិបាលអាមេរិកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមានគ្រួសារ239គ្រួសារបន្ថែមទៀតក្នុងខេត្តឧត្តរមានជ័យទទួលបានសម្ភារជួសជុលជំរកដើម្បីជួយពួកគេសាងសង់និងជួសជុលផ្ទះសម្បែងនិងចូលរួមស្ដារជីវភាពឡើងវិញដោយសេចក្តីថ្លៃថ្នូរអង្គការអន្តរជាតិទេសន្តិប្រវេសន៍បានឲ្យដឹងថាបន្ទាប់ពីខេត្តឧត្តរមានជ័យដំណាក់កាលបន្ទាប់នៃការបែងចែកកញ្ចប់សម្ភារជួសជុលជំរកនឹងទៅដល់ខេត្តបន្ទាយមានជ័យដែលក្នុងនោះមានគ្រួសារបន្ថែមប្រមាណជា700ទៅ800គ្រួសាររំពឹងថានឹងទទួលបានការគាំទ្រនេះអង្គការអន្តរជាតិទេសន្តិប្រវេសន៍យមបានបញ្ជាក់ថាខ្លួននៅតែបន្តបដិញ្ញាចិត្តក្នុងការគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់និងដល់ការស្ដារឡើងវិញក្នុងដំណាក់កាលដំបូងដើម្បីជួយដល់ក្រុមគ្រួសាររងផលប៉ះពាល់ក្នុងការកសាងជីវភាពរបស់ពួកគេឡើងវិញប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ